មួយតើភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាមានឈ្មោះអ្វីហើយស្ថិតនៅក្នុងខេត្តណានិងមានប្រវែងប៉ុន្មានម៉ែត្រភ្នំដែលខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជាមានឈ្មោះថាភ្នំឱរ៉ាល់ហើយភ្នំឱរ៉ាល់ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺភ្នំនេះដែរមានកម្ពស់1813ម៉ែត្រគិតចាប់ពីផ្ទៃទឹកសមុទ្រ2តើបឹងយក្សឡោមស្ថិតនៅខេត្តណាហើយបឹងនេះក៏កើតឡើងដូចភ្លេចបឹងយក្សឡោមស្ថិតនៅក្នុងខេត្តរតនគិរីបឹងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់យក្សឡោមក្រុងបានលុងដែលមានចម្ងាយប្រហែលជា4ទៅ5គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តបឹងយក្សឡោមគឺជាបឹងធម្មជាតិមួយដ៏ស្រស់ស្អាតដែលកើតឡើងពីបន្ទុះភ្នំភ្លើងកាលពី500ពាន់ឆ្នាំមុនវាមានរាងជារង្វង់យ៉ាងល្អឥតខ្ចោះនិងមានទឹកថ្លាឆ្វេងពេញមួយឆ្នាំដែលធ្វើឲ្យទីនោះក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញបំផុតប្រចាំខេត្តរតនគិរី3តើបឹងទន្លេសាបហូរកាត់ខេត្តណាខ្លះចូលរៀបរាប់បឹងទន្លេសាបមានផ្ទៃទឹកលាតសន្ធឹងនិងហូរកាត់ខេត្តចំនួន5ដូចជា1ខេត្តសៀមរាប2ខេត្តបាត់ដំបង3ខេត្តកំពង់ធំ4ខេត្តពោធិ៍សាត់5ខេត្តកំពង់ឆ្នាំង4តើទន្លេមេគង្គមានប្រវែងប៉ុន្មានហូរកាត់ប្រទេសណាខ្លះហើយហូរកាត់ខេត្តណាខ្លះនៃប្រទេសកម្ពុជាទន្លេមេគង្គមានប្រវែង4350ម៉ែត្រមានប្រភពមកពីប្រទេសចិនហើយឆ្លងកាត់5ប្រទេសគឺកម្ពុជាមីយ៉ាន់ម៉ាឡាវវៀតណាមនិងប្រទេសថៃបើគិតពីខេត្តនៅកម្ពុជាវិញគឺខេត្តស្ទឹងត្រែងខេត្តក្រចេះខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងកណ្ដាលភ្នំពេញ